ថ្ងៃនេះខ្ញុំសូមលើកយកពីបញ្ហាកោះមួយឈ្មោះថាភូកាតដែលជាចំនួនរវាងហ្វីលីពីននិងវៀតណាមឥឡូវយើងមកមើលចំណុចក្រហមនេះគឺជាកោះភូកាតហើយយើងមើលទៅផ្នែកម្ខាងនេះគឺជាទឹកដីវៀតណាមម្ខាងនេះគឺជាចម្ងាយដែលមកកោះភូកាតនេះចំណុចក្រហមហ្នឹងហើយមកម្ខាងទៀតគឺជាកោះគឺជាទឹកដីរបស់ហ្វីលីពីនដែលនៅម្ខាងទៀតអញ្ចឹងបានកោះភូកាតហ្នឹងគឺនៅកណ្ដាលហើយស្ថិតនៅក្នុងតំបន់ Spratly ប្រជុំកោះ Spratly ដែលជាដែនចំនួននៅសមុទ្រចិនខាងត្បូងសប្តាហ៍ថ្ងៃហ្នឹងឥឡូវយើងមើលកោះភូកាតកោះភូកាតហ្នឹងសប្តាហ៍ថ្ងៃគ្រប់គ្រងដោយវៀតណាមកុម្មុយនីសបច្ចុប្បន្នប៉ុន្តែពីដើមគឺជាកោះរបស់ហ្វីលីពីនហើយត្រូវវៀតណាមខាងត្បូងដែលកាលនោះឆ្នាំ1975ដែលដូចជាចុងរបបវៀតណាមខាងត្បូងទៅហើយមុននឹងវៀតណាមខាងត្បូងដួលរលំគឺវៀតណាមបានប្រើល្បិចដើម្បីលេបយកកោះភូកាតហ្នឹងហើយល្បិចរបស់វៀតណាមគឺអត់ឲ្យមានសង្គ្រាមផ្ទុះទេគឺប្រើល្បិចអញ្ចឹងចង់ដឹងថាល្បិចដូចម្ដេចឥឡូវខ្ញុំជម្រាបជូនតទៅនឹងល្បិចហ្នឹងកោះភូកាតហ្នឹងកាលនៅឆ្នាំ1975ហ្នឹងហ្វីលីពីនបានដាក់ទ័ពដើម្បីការពារកោះភូកាតហ្នឹងប៉ុន្តែពេលមួយហ្នឹងគឺជាថ្ងៃដែលហ្វីលីពីនហ្នឹងគឺមេបញ្ជាការកងទ័ពហ្វីលីពីនដែលនៅកោះក្បែរភូកាតហ្នឹងគឺដោយកោះប៉ារ៉ូឡាគឺបានធ្វើពិធីគុំកំណើតអញ្ចឹងទេកងទ័ពហ្វីលីពីនដែលតាំងមូលដ្ឋានលើកោះភូកាតហ្នឹងគឺបានចាក់ចេញដើម្បីទៅចូលរួមចាក់ចេញពីកោះភូកាតហ្នឹងដើម្បីទៅចូលរួមពិធីគុំកំណើតនៃមេបញ្ជាការរបស់ខ្លួនហ្នឹងហើយការចាក់ចេញហ្នឹងគឺចាក់ចេញទាំងអស់តែម្ដងទុកតែបន្ទាយទៅទេហើយការចាក់ចេញហ្នឹងគឺយ៉ាងសម្ងាត់បំផុតប៉ុន្តែនៅយប់នៅថ្ងៃខួបកំណើតរបស់មេបញ្ជាការហ្វីលីពីនហ្នឹងមន្ត្រីវៀតណាមគេបានបញ្ជូនស្រីពេសាចាហ្នឹងមកដើម្បីមកចូលរួមខួបកំណើតហ្នឹងដូចជាអំណោយបញ្ជាក់ពីមិត្តភាពរវាងប្រទេសទាំងពីរអញ្ចឹងណាប៉ុន្តែតាមពិតហ្នឹងគឺជាល្បិចគឺជាចារកម្មរបស់វៀតណាមចារនារីរបស់វៀតណាមគឺគេមកស៊ើបពីចំនួនកងទ័ពដែលហ្វីលីពីនហ្នឹងគឺបានដកចេញពីកោះភូកាតហ្នឹងប្រមាណហើយគេមកពញាពេលហើយនៅក្នុងពេលហ្នឹងដែរគឺមានព្យុះបក់យ៉ាងខ្លាំងមកលើតំបន់ប្រជុំកោះ Spratly នៅកោះភូកាតអីហ្នឹងហើយពេលហ្នឹងដែរគឺវិបត្តិនយោបាយហ្វីលីពីនហ្នឹងក៏កំពុងតែញោមញីយ៉ាងខ្លាំងដែលបង្កឱកាសអំណោយផលដល់វៀតណាមគឺលើកទ័ពសគ្រុបយកកោះភូកាតហ្នឹងតែម្ដងគឺដល់យប់នៅយប់នោះគឺកងទ័ពវៀតណាមហ្នឹងគឺបញ្ជូនឡើងមកបន្ទាប់ពីដឹងស៊ើបការឲ្យអស់គឺគេដឹងថាអត់មានកងទ័ពគេបញ្ជូនទ័ពចូលមកក្តោបយកកោះគ្រប់គ្រងកោះភូកាតហ្នឹងតែម្ដងហើយក្រោយមកកងទ័ពហ្វីលីពីនក៏បានចាក់ចេញត្រឡប់ទៅកោះភូកាតហ្នឹងវិញប៉ុន្តែពេលទៅដល់ពេលដែលកប៉ាល់ទៅដល់ក៏ឃើញទង់ជាតិវៀតណាមខាងត្បូងគឺបក់រវិចនៅលើកោះទៅហើយពួកគេអត់ដឹងថាធ្វើឲ្យចេញទេដោយសារតែវាយឺតពេលកងទ័ពវៀតណាមគឺគេគ្រប់គ្រងពេញហ្នឹងទៅហើយអញ្ចឹងអត់ដឹងធ្វើឲ្យចេញទេហើយដូចបញ្ជាក់អញ្ចឹងដោយសារតែវៀតណាមហ្វីលីពីនហ្នឹងគឺមានវិបត្តិនយោបាយញោមញីផងអញ្ចឹងកោះហ្នឹងក៏នៅតែទុកចោលដល់បច្ចុប្បន្នហើយបច្ចុប្បន្នគឺវៀតណាមគេអភិវឌ្ឍខ្លាំងមែនតើនៅតំបន់កោះហ្នឹងគឺគេដូចយើងឃើញអញ្ចឹងនេះគេកសាងឯថារចនាសម្ព័ន្ធមានទាំងអគារមានទាំងផ្លូវនិយាយទៅគឺគេចាក់គ្រឹះរឹងមាំតែម្ដងហើយល្បិចចារកម្មនារីដែលគេប្រើហ្នឹងគឺជាល្បិចដដែលដែលវៀតណាមបានប្រើកន្លងមកជាមួយនឹងខ្មែរជាមួយនឹងបារាំងជាមួយនឹងអាមេរិកគឺប្រើល្បិចចារនារីហ្នឹងគឺពិតជាមានប្រសិទ្ធភាពដើម្បីជួយឲ្យសង្គ្រាមគេហ្នឹងគឺបានជោគជ័យ